ដំណឹងល្អអៀកម្ពុជាបើកជើងហោះហើរត្រង់ភ្នំពេញតូក្យូចាប់ពីថ្ងៃទី26ខែតុលាឆ្នាំ2025នៅថ្ងៃទី2ខែតុលាឆ្នាំ2025នេះដំណឹងដ៏គួរឲ្យរំភើបរីករាយសម្រាប់អ្នកដំណើរនិងអ្នកស្រឡាញ់ការធ្វើដំណើរបើយោងតាមរយៈក្រសួងទេសចរក្រុមហ៊ុនអាកាសចរជាតិកម្ពុជា Air Cambodia ប្រកាសបើកជើងហោះហើរត្រង់ពីរាជធានីភ្នំពេញទៅកាន់ទីក្រុងតូក្យូប្រទេសជប៉ុនចាប់ពីថ្ងៃទី26ខែតុលាឆ្នាំ2025នេះតទៅឯកឧត្តមហួតហៈរដ្ឋមន្ត្រីក្រសួងទេសចរបានឲ្យដឹងថាការបើកដំណើរការជើងហោះហើរនេះជាសមិទ្ធផលដ៏សំខាន់មួយក្រោមកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការជំរុញវិស័យទេសចរនិងពង្រឹងទំនាក់ទំនងជាមួយប្រទេសជប៉ុន Air Cambodia ក៏បានឲ្យដឹងដែរថាជើងហោះហើរនេះនឹងមានការឈប់ចតរយៈពេលខ្លីប្រមាណ50នាទីនៅទីក្រុងហ្វូជូប្រទេសចិនប៉ុន្តែអ្នកដំណើរមិនចាំបាច់ផ្លាស់ប្ដូរយន្តហោះឡើយហើយអីវ៉ាន់នឹងត្រូវបានផ្ទេរដោយផ្ទាល់ការបើកជើងហោះហើរថ្មីនេះនឹងបង្កើនភាពងាយស្រួលសម្រាប់ទេសចរពាណិជ្ជករនិងអ្នកដំណើរអន្តរជាតិដោយផ្ដល់ជាមធ្យោបាយភ្ជាប់ប្រទេសកម្ពុជានិងជប៉ុនបានកាន់តែប្រសើរឯកឧត្តមហួតហៈបានសង្កត់ធ្ងន់ថាជើងហោះហើរនេះនឹងបើកឱកាសឲ្យភ្ញៀវទេសចរជប៉ុននិងអ្នកដំណើរពីតំបន់អាស៊ីបូព៌ាមកទស្សនាសម្បត្តិវប្បធម៌និងសម្បត្តិធម្មជាតិដ៏សម្បូរបែបរបស់កម្ពុជាព្រមទាំងជំរុញការផ្លាស់ប្ដូរវប្បធម៌និងសេដ្ឋកិច្ច